លោកប៉ែនសុភាប្រធានក្រុមបាល់ទាត់ដូណាត់រីករាយបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានចូលរួមការប្រកួតជាមួយនឹងក្រុម Vlogger All Star ក្រោមប្រធានបទការប្រកួតបាល់ទាត់សប្បុរសធម៌ជួយដល់វីរៈកងទ័ពកម្ពុជានាទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ជួយដល់វីរៈកងទ័ពកម្ពុជាដោយក្រុមបាល់ទាត់ដូណាត់រីករាយនិងក្រុមបាល់ទាត់ Vlogger All Star ជាស្ថាបនិកកម្មវិធីបាល់ទាត់សប្បុរសធម៌ជួយដល់វីរៈកងទ័ពកម្ពុជានៅក្នុងនោះផងដែរក្រុមបាល់ទាត់ដូណាត់រីករាយក៏បានឧបត្ថម្ភប្រាក់ចំនួន$500ដើម្បីចូលរួមជួយដល់វីរៈកងទ័ពកម្ពុជាដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានពីជនឈ្លានពានในឱកាសនោះផងដែរលោកប៉ែនសុភាប្រធានក្រុមបាល់ទាត់ដូណាត់រីករាយនិងលោកសុនសមប្រាថ្នាគ្រូបង្គោលបានប្រាប់ឲ្យដឹងថានេះមិនមែនជាលើកទី1ឡើយដែលក្រុមលោកចូលរួមការប្រកួតនៅក្នុងន័យសប្បុរសធម៌ផ្សេងៗហើយដូចជាពេលនេះក៏ដូចជាកម្មវិធីកន្លងទៅក្រុមលោករីករាយដែលបានចូលរួមការប្រកួតជាមួយនឹងក្រុមបាល់ទាត់ Vlogger All Star លោកបញ្ជាក់ថែមទៀតថាបញ្ចប់ការប្រកួតនេះក្រុមលោកក៏នឹងមានបេសកកម្មប្រកួតនៅក្នុងន័យសប្បុរសធម៌ជាបន្តបន្ទាប់ទៀតផងដែរការប្រកួតមិត្តភាពជាមួយ Blogger ពួកយើងបាន2ដងលើកទី1ធ្វើនៅវិទ្យាល័យបឹងតបែតក្រោមប្រធានបទមូលនិធិកន្ធបុប្ផាហើយនេះជាលើកទី2ដែលយើងចូលរួមជាមួយក្រុម Blogger តាមរយៈមូលនិធិជួយវីរៈកងទ័ពជួរមុខយើងដែរបាទចំពោះការពួកយើងចូលរួមមូលនិធិនេះដើម្បីជួយដល់ទ្រទ្រង់ចំពោះពួកយើងជាទាហានជួរក្រោយសម្រាប់បងវីរៈកងទ័ពយើងជួរមុខដែលឥឡូវយើងបានសន្តិភាពមកវិញហើយប៉ុន្តែនេះគាត់ថាយើងបញ្ចប់បេសកកម្មជាមួយពួកគាត់ក្នុងមូលនិធិចុងក្រោយនៃវីរៈកងទ័ពជួរមុខទាំងអស់បាទហើយពួកយើងអត់មិនដឹងថាជួយបានពួកយើងមានតែផ្ដល់កម្លាំងចិត្តតាមរយៈកីឡាកន្លងមកពួកយើងធ្វើបានច្រើនប៉ុន្តែលើកមុននោះពួកយើងបានធ្វើតាមគេហៅថា clinic football clinic ពួកយើងបានចែកជាសិភៅចែកជាសម្ភារៈហើយនឹងផ្ដល់បទពិសោធន៍ដល់ក្មួយៗផងដែរបាទចំពោះគោលបំណងដល់ក្រុមដូណាត់ផងដែរគឺពួកយើងតាមរយៈបងជាអតីតកីឡាករជាអនុប្រធានក្រុមនិងជាលោកគ្រូបង្គោលនៅក្នុងក្រុមដូណាត់ហើយរួមទាំងមិត្តភ័ក្តិហើយនឹងបងប្អូនទាំងអស់ក្នុងក្រុមពួកយើងដើម្បីទី1ទ្រទ្រង់ដល់វិស័យកីឡាហើយទី2ដើម្បីឈានដើម្បីមានយុវជនជំនាន់ក្រោយដើម្បីជាឆ្ងាយពីគ្រឿងញៀនហើយនឹងអំពើច្បាយមុខហើយជាចុងក្រោយគឺសុខភាពនិងមនុស្សធម៌ខ្ញុំបាទប្រធានក្រុមនិងអនុប្រធានសូមអរគុណដល់បងប្អូនដែលគាំទ្រក្រុមដូណាត់និងគាំទ្រដល់កីឡាជាតិរួមទាំងបងវីរៈកងទ័ពជួរមុខក្នុងពួកខ្ញុំអត់មានអីទេសូមជូនពរសុខភាពល្អនិងទទួលរកទានមានបានទាំងអស់គ្នាបាទសូមអរគុណ